នេះខ្ញុំអនុញ្ញាតគ្រូជ្រើសសួរទៅកាន់សំណាក់ប្រិមត្តអស់នេះជាទីគោរពស្រឡាញ់vàត្រឡប់មកវិញជាមួយនឹងទីកំសាន្តរបស់bạnមានសារជាថ្មីម្ដងទៀតហើយថែមរឿងទៀតយប់នេះជូនប្រិមត្តអស់គ្នាតតងជាមួយនឹងចរាយន្តណាពេលជាចរាយន្តណាចាប់ផ្លឹកមើលផងណាប្រយ័ត្នមានពីណាគេចុចទៅចំជន់ឲ្យយើងអត់គួរតែឈប់ណាក្នុងប្រយ័ត្នឲ្យមែនទេណាប្រយ័ត្នបើកម្មចដើមមកវគ្គនៅយប់មួយនៅក្នុងកន្លងឆ្នាំ2014ពេលនឹងធ្វើការឲ្យគេក៏សបទៅខ្ញុំរៀនចប់2ឆ្នាំហើយខ្ញុំធ្វើការឲ្យគេ2ឆ្នាំហ្នឹងឡើងរោគរ៉ាក់មែនទេថនតធ្វើការបញ្ចេញពីសាច់ការងារវិញមកប្រទេសចង់ធ្វើម្នាក់ឯងនៅធ្វើការតាំងពីផឹករហូតថែមម៉ោង10ម៉ោង2 10យប់ក៏មានដែរអត់លេងសើចទេណាការងារខ្ញុំធ្វើជាជំនួយការរបស់មេរៀងអែមដែរណាក៏ប៉ុន្តែមិនចំណងចំណូលចិត្តខ្ញុំទេចំណងចំណូលចិត្តខ្ញុំហ្នឹងគឺអ្នកតតបាល់ឯណោះខ្ញុំពេលហ្នឹងនៅកន្លែងធ្វើការហ្នឹងនៅតែម្នាក់ឯងទៀតដល់ពេលដល់ម៉ោងមកដណ្ដប់59នាទីភ្លាមខ្ញុំរៀបចំបាច់រត់ទៅហ្មងហើយរត់ប្រើនិយាយម្នាក់ឯងប្រើរបៀបនិយាយម្នាក់ឯងលេងសើចតែម្នាក់ឯងហ្នឹងគាត់ថាទៅដល់ផ្ទះម៉ោងស្មោះណាគ្មានធ្វើម្ហូបអីទេឆុងមីទៀតហើយកាពះរបស់ខ្ញុំគឺកាតាមីហ្នឹងឯងប្រហែលពេលហ្នឹងខ្ញុំអត់បានចាប់ផ្លឹកមើលកម្មចដាយន្តហ្នឹងឬក៏មិនទេខ្ញុំដើរចូលទៅផ្លុកទៅហើយក៏ចុចលេខដែលខ្ញុំត្រូវចុះហ្នឹងណាក៏អ្វីដែលខ្ញុំបានគាត់មើលហ្នឹងគឺខ្ញុំមានអារម្មណ៍ថាថ្ងៃហ្នឹងដូចជារៀងខ្លាយខុសពីរាល់ដងដូចមានអារម្មណ៍ថានៅកញ្ចក់ហ្នឹងដូចមានស្អីគេនៅពីក្រោយខ្នងខ្ញុំដែរអញ្ចឹងបានន័យថាមានមនុស្សចុះមកដែរមែនក៏មិនដល់ហើយខ្ញុំអត់ហ៊ានកលេចមើលគេចោលទេអាណាទៅរបៀបឬឃើញសម្ោគេភ្លាមយើងកលេចទៅមើលគេភ្លាមវក់ទៅចុះបើសិនជាម្នាក់ហ្នឹងអារម្មណ៍មិនល្អគេហេមកដាល់យើងមកដៃទៅធ្វើមិនទៅមើលមុខគេអីបែបហ្នឹងណាហើយខ្ញុំក៏គិតថាអត់ទេត្រឡប់មកវិញខ្ញុំគ្រាន់តែមើលបើកតុយភ្នែកតែខ្ញុំឃើញសម្ោឥឡូវទៅត្រូវបើកម្មចដាយន្តមកទឹងនៅជាន់ទី13ហើយខ្ញុំឡើងមកជាន់ទី13ធ្វើអីខ្ញុំមិញខ្ញុំចុចទៅចំតដីមិនក៏ឡើងមកជាន់ទី13វិញដល់អញ្ចឹងភាំងហើយកត្រេរើម្នាក់ឯងខ្ញុំទាញទូរស័ព្ទមកពីកប៉ៅបើកហ្វ្លាមហ្មងដោយសារតែនៅអាគារហ្នឹងគឺអាងឹតស្លុបហ្មងគ្មានពីណាបើកភ្លើងទេអីដល់ម្លឹងបើកប៉ឃើញបដ ாய் មកតង្កាហ្មងសម្ោនឹងមិនមែនធម្មតាទេមុខឡើងអាក្រក់ហើយឡងហោងស្ពីងអូយខ្ញុំពិបាកពណ៌នេះខ្លាំងណាស់ខ្ញុំស្រែកយកមកតំហឹងមនុស្សប្រុសហ្មងបានថាស្រែកខ្ញុំមិនដឹងថាចេញជាតម្រង់ស្អីឲ្យប្រកាសទេព្រោះខ្ញុំភ័យខ្លាំងមែនតើហ្មងអត់ដែរជួបរឿងហ្នឹងទេឡើងមករត់មកសកត់យើងហ្មងតែពេលហ្នឹងស្លាន់មែនតើហ្មងរត់ទៅធ្វើស្អីមិនត្រូវសោះហ្មងដឹងតែពីស្រែកយកស្រែកទៅឡងមកតំហឹងមនុស្សប្រុសស្មាតោស្រែកឡើងចេញសលេងស៊ីងមកដល់អញ្ចឹងហើយមិនដឹងថាត្រូវធ្វើម៉េចព្រោះជើងនឹងវាដើរអត់រួចចង់រត់ក៏មិនដឹងរត់ទៅណាព្រោះល្ងឹតស្លុបដល់អញ្ចឹងហើយលេងអានសម្ោនឹងវាមកចិត្តទៅចុះស្អុយឡើងស្លាប់ឆឹងបដ ாய் បើផ្នែក7មកឃើញបង3នាក់នេះគាត់ក៏ជាជាងនៅហ្នឹងណាគាត់ក៏បានសួរខ្ញុំទៅមិនបានខ្ញុំអត់ដេកនៅកន្លែងហ្នឹងអញ្ចឹងខ្ញុំប្រាប់គាត់តាមតាណាដើមតងយកមិញខ្ញុំខ្មោចឡងថ្ងៃហ្នឹងខ្ញុំមកធ្វើការជាធម្មតាទេព្រោះខ្ញុំអត់មានត្រូវរបួសអីទេគ្រាន់តែរៀងភ័យបន្តិចតួចតែប៉ុណ្្នឹងឯងដល់ពេលដើរមកដល់20មកជុំទៀតដល់ពេលផឹកឡើងហ្នឹងឃើញអាកន្លែងចដាយន្តហ្នឹងគេដាក់ថាកំពុងតែជួសជុលអញ្ចឹងបានន័យថាចដាយន្តហ្នឹងវាខូចតែរឿងនៅពីក្រោយខ្នងនគរអត់ខ្លាចបំផុតហ្នឹងចដាយន្តហ្នឹងគឺត្រូវបាត់បង់ជីវិតមួយជាងតែធ្វើចដាហ្នឹងគឺគាត់បាត់បង់ជីវិតធ្លាក់នៅជាន់ទី13នោះឯងខ្ញុំថាអូអាប៉ែហ្នឹងហើយ 100% យកមិញហ្នឹងមកលងខ្ញុំហ្នឹងហើយគ្មានពេលណាទេមានតែអាប៉ែហ្នឹងឯងបើនិយាយរូបរាងផាន់ភាពមកគឺតែមួយហ្មងដល់ហេតុតែខ្ញុំខ្លាចអាប៉ែហ្នឹងតាមមកខ្ញុំទៀតចាប់តាំងពីពេលហ្នឹងមកខ្ញុំអត់ដែរថែមម៉ោងពេលយប់ទេទោះបីជាមេគាត់ឲ្យលុយថ្លៃថែមទៀតក៏ខ្ញុំអត់ចូលដែរសាច់រឿងខ្ញុំដល់ទីបញ្ចប់ជួបគ្នាវីដេអូក្រោយបាយ